លោកត្រាំចង់ថាកំពុងពិចារណាបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវសេតវិមានកាលពីមុនបងប្អូនមានចាំទេតែពេលខ្ញុំផ្សាយថាលោកត្រាំថាសង្គ្រាមនៅអ៊ីរ៉ង់នេះណាអាចត្រូវការពេលពី4ទៅ5សប្តាហ៍4ទៅ5សប្តាហ៍បានន័យថាច្រើនបំផុត5សប្តាហ៍ប៉ុន្តែថ្ងៃម្សិលមិញនេះគឺអ្នកនាំពាក្យសេតវិមានអ្នកស្រី Caroline Levitt បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសង្គ្រាមនៅអ៊ីរ៉ង់អាចបញ្ចប់ពី4ទៅ6សប្តាហ៍បងប្អូនត្រូវចាំណាឡើងមួយសប្តាហ៍ទៀតហើយកាលពីមុន4ទៅ5សប្តាហ៍ឥឡូវនេះអាចពី4ទៅ6សប្តាហ៍ពាក្យដែលគាត់ប្រើមិនមែនចិត្តរននឹកទេដូច្នេះវាអាចត្រូវការពេលវេលាបន្ថែមប៉ុន្តែបងប្អូនបើគាត់ថែមមួយសប្តាហ៍ទៀតដូចជាមិនជាវែងឆ្ងាយអីលើគ្នាមួយអាទិត្យមិនទេព្រោះរុស្ស៊ីថាវាយអ៊ុយក្រែនណាតែ24ម៉ោងទេឥឡូវមកដល់នេះ4ឆ្នាំជាងឯងបងប្អូនមិនមែនត្រឹម24ម៉ោង4ឆ្នាំជាងថាវាយអ៊ុយក្រែនអត់បាច់ក្នុង24ម៉ោងអញ្ចឹងយើងពិបាកស្មានដែរព្រោះសង្គ្រាមពេលខ្លះយើងមើលផ្ទៃក្នុងគេមិនអស់នៅអ៊ីរ៉ង់នេះណាបើមកដល់ម៉ោងនេះបើយើងនិយាយជាឲ្យស្រួលស្ដាប់គឺវាខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់បាត់អស់អាប្រព័ន្ធកញ្ជ្រួចការពារគាត់ជាពិសេសដែនទឹកគាត់គឺខ្ទេចហើយសមុទ្រហ្នឹងគឺកប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់គឺលិចនៅបាតសមុទ្រទាំងអស់ហើយអាហ្នឹងគឺជាអង្គហេតុពិតព្រោះអាមេរិកបាញ់កំទេចលិចដល់បាតទឹកអស់ហើយសូម្បីតែអានាវាស្អីក៏ដោយគឺបាញ់ម៉ត់ហើយយន្តហោះបដិញរបស់អ៊ីរ៉ង់ក៏ម៉ត់អស់ដែរខ្ទេចខ្ទីអស់ដែរអត់មានទេនៅតែ drone ហើយនឹងប្រព័ន្ធមីស៊ីលទេដែលបាញ់ពីក្នុងដីប្រព័ន្ធទាំងអស់នេះក៏អាមេរិកកំពុងកំទេចជាបដាបដាដែរអញ្ចឹងហើយបានជាថ្ងៃនេះលោកត្រាំគាត់និយាយរឿងពីរដែលគួរឲ្យចាប់អារម្មណ៍ទី1គាត់ថាកំពុងតែបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះបិទបញ្ចប់បានន័យថាម៉េចបងប្អូនដូចតែយើងកំពុងតែបើកឡានកំពុងតែលឿនលឿនអញ្ចឹងណាអញ្ចឹងបានន័យថាយើងបន្ថយម៉ូតូអញ្ចឹងយើងបន្ថយហ្គែយើងបន្ថយដៃមកដើម្បីឲ្យវាថយលឿនទៅរកទីបញ្ចប់មិនមែនជន់ហ្វ្រាំងងក់ឲ្យឈប់ចឹងទេអញ្ចឹងគាត់កំពុងថាបន្ថយហ្គែហើយដើម្បីឲ្យសង្គ្រាមនេះឆាប់ចប់ប៉ុន្តែនៅក្នុងពេលដែលគាត់ថាសង្គ្រាមនឹងឆាប់ចប់អ្នកស្រីនៅសេតវិមាននេះគឺនាំពាក្យរបស់រដ្ឋាភិបាលលោកត្រាំនេះគាត់ថាអាចត្រូវការពេល4ទៅ6សប្តាហ៍អូខេ4ទៅ6សប្តាហ៍ក៏មិនអីដែរតែយើងមើលឃើញសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាចាប់ផ្ដើមថយទៅអញ្ចឹងមែនហើយដោយសារតែការបាញ់ប្រហារគឺភាគច្រើនទៅតាមសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែលនិងអាមេរិកទេបើចង់បាញ់សន្ធាប់បន្ថែមគឺបន្ថែមបើថាអត់ទេគឺអ៊ីរ៉ង់ហាក់បីដូចជានៅចាំតែសង្ងំការពារខ្លួនបាញ់ម្ដងម្កាលជាពិសេសច្រកសមុទ្រហូមូសដែលដឹកប្រេងចេញអញ្ចឹងឥឡូវនេះលោកត្រាំនិយាយបែបនេះមានរឿងពីរមួយទៀតគឺថាចង់ឲ្យវាបិទបញ្ចប់ឆាប់ប៉ុន្តែក្នុងពេលជាមួយនេះកំពុងតែបញ្ជូនកងកម្លាំងរបស់អាមេរិកតាមកប៉ាល់ចម្បាំងទៅមជ្ឈិមបូព៌ា2500នាក់គាត់ថានឹងបិទបញ្ចប់ប៉ុន្តែបញ្ជូនកម្លាំងទ័ពអាមេរិកដែលជាទ័ពជើងគោកហ្នឹងទៅតំបន់មជ្ឈិមបូព៌ាតែលោកបានប្រកាសថ្ងៃនេះច្បាស់លាស់ថាអាមេរិកនឹងមិនយកទ័ពថ្មើរជើងណាម្នាក់ទៅជន់លើទឹកដីអ៊ីរ៉ង់ទេបានន័យថាមិនបញ្ជូនទៅទឹកដីអ៊ីរ៉ង់ទេអញ្ចឹងបានលោកភ័យដែរព្រោះអីប្រជាពលរដ្ឋអាមេរិកអត់ចង់ឲ្យដាក់ទ័ពថ្មើរជើងរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ង់ទេព្រោះខ្លាចស្លាប់ទាហានអាមេរិកដោយឥតប្រយោជន៍អញ្ចឹងបើសិនជាវាយពីលើអាកាសបានអីហ្នឹងក៏គេមិនសូវគ្រប់គ្រងផងគាត់ថាឥឡូវយកមនុស្សទៅស្លាប់ទៀតខ្ញុំជឿថាលោកត្រាំគាត់មិនអាចនឹងមកប្រាប់ប្រជាពលរដ្ឋអាមេរិកដើម្បីឲ្យស្ងប់ចិត្តទេព្រោះមកដល់ម៉ោងនេះទាហានអាមេរិកចំនួន13រូបហើយដែលបានពលីនៅក្នុងសមរភូមិនៅឯប្រទេសអ៊ីរ៉ង់តាមពិតគាត់មិនមែនស្លាប់នៅក្នុងអ៊ីរ៉ង់ទេស្លាប់នៅក្នុងសង្គ្រាមព្រោះយើងដឹងហើយលើកទី1នៅពេលដែល drone របស់អ៊ីរ៉ង់បាញ់ត្រូវមូលដ្ឋានទ័ពយោធាអាមេរិកនៅគូវេតស្លាប់ទាហានអស់6នាក់ហើយក្រោយមកទៀតទាហាន6នាក់ទៀតស្លាប់ដោយសារតែអាយន្តហោះដឹកប្រេងទៅចាក់ប្រេងនៅលើអាកាសរបស់គាត់ហ្នឹងប៉ះគ្នាមិនមែនត្រូវការបាញ់ប្រហារទេគឺប៉ះគ្នានៅលើអាកាសហ្នឹងក៏ធ្លាក់ឆេះទៅគឺស្លាប់មនុស្សអស់6នាក់ទៀតយន្តហោះមួយគ្រឿងទៀតចុះចតដោយសុវត្ថិភាពអញ្ចឹងអស់12នាក់នៅក្នុងហ្នឹងក៏មានទាហានអាមេរិកដែលក្នុងបេសកកម្មហ្នឹងស្លាប់ដោយជំងឺរោគគាពៀតទេអញ្ចឹងស្លាប់អស់13នាក់ហើយមកដល់ម៉ោងហ្នឹងប៉ុន្តែបងប្អូនទាហានអាមេរិកស្លាប់13នាក់ហ្នឹងមិនមែនស្លាប់នៅទឹកដីអ៊ីរ៉ង់ទេគឺនៅគូវេតឬក៏នៅដែនដីនៅប្រទេសអ៊ីរ៉ាក់ឯនោះទេនៅលើអាកាសហ្នឹងក៏នៅអ៊ីរ៉ាក់ដែរហើយម្សិលមួយថ្ងៃហ្នឹងទើបតែយន្តហោះអាមេរិកមួយដែលយើងដឹងហើយយន្តហោះអាមេរិក3គ្រឿងកាលពីក្នុងសង្គ្រាមហ្នឹងគឺ F16 ហ្នឹងត្រូវបានកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវ3គ្រឿងក៏ប៉ុន្តែពីលុត6នាក់ហ្នឹងគឺលោតឆាត់យងរួចមានសុវត្ថិភាពធ្លាក់តែយន្តហោះទេតែម្សិលមួយថ្ងៃមានយន្តហោះ F35 របស់អាមេរិកដែលជាយន្តហោះតម្លៃ$77 លានមួយគ្រឿងហ្នឹងគឺត្រូវបង្ខំចុះចតនៅទីទួលមានសុវត្ថិភាពនៅក្នុងដែនយោធារបស់អាមេរិកក្រោយអ៊ីរ៉ង់បាញ់ត្រូវបាទនេះគឺជាលើកទី1ដែលមានសេចក្តីរាយការណ៍ថាកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវយន្តហោះ F35 របស់អាមេរិកប៉ុន្តែមិនមានគ្រោះថ្នាក់មិនមានអីដល់ថ្នាក់ស្លាប់ទាហានទេព្រោះយន្តហោះនោះបើកចុះមកវិញនៅដល់កន្លែងគោលដៅសុវត្ថិភាពគាត់ថាអ៊ីរ៉ង់អស់មានយន្តហោះបដិញហើយបាញ់នេះគឺមីស៊ីលបាញ់ចេញពីប្រព័ន្ធក្រោមដីទេហើយអាមេរិកនៅពេលមីស៊ីលបាញ់ចេញពីក្រោមដីហ្នឹងគឺព្យាយាមកំទេចប៉ុន្តែអ៊ីរ៉ង់
សង់អ្វីដែលនៅក្រោមដីនឹងរាប់ទសវត្សទៅហើយអញ្ចឹងគេសង្ងំតែសង់ទេគឺមានអា drone ផងមានអាកញ្ជ្រួចហ្នឹងនៅច្រើនណាស់ប៉ុន្តែអាមេរិកកំពុងតែចាំមើលដូចយើងចាក់ទឹករុនណែកត្រលអញ្ចឹងចង្រិតដូងណាបងប្អូនតែយើងឃើញចេញមកកន្លែងណាចាប់ក្បួយកកន្លែងហ្នឹងអញ្ចឹងអាមេរិកកំពុងតែចាំមើលយកយន្តហោះបដិញបត្រុយទៅតាមលើដែនអាកាសរបស់អ៊ីរ៉ង់អញ្ចឹងទៅដូចតាក់ម៉ួយអញ្ចឹងណានឹងគេហៅផ្កាននងនឹងបបក់ហ្នឹងផ្លែងៀងបបក់បើឃើញថាអ៊ីរ៉ង់បាញ់ចេញពីកន្លែងណាមួយគឺសន្ធាប់ទម្លាក់គ្រាប់ប្រភេទគ្រាប់ដែលទម្ងន់ដល់ទៅរាប់តោនហ្នឹងដើម្បីខួងចូលក្រោមដីកន្លែងកញ្ជ្រួចហ្នឹងដូច្នេះអ៊ីរ៉ង់ដល់ពេលដែលត្រូវតែលើកទង់សនៅពេលណាមួយជាមិនខានព្រោះអីទៅឡើងរួចហើយចង់និយាយថាបានតែសំងំដើម្បីតែបាញ់តបអញ្ចឹងអាមេរិកនឹងសម្រុកមកក្តាំងទៀតពេលដែលកំពុងបិទហ្គានេះឬក៏បន្ថយល្បឿននេះគឺក្នុងន័យថាសរុបមកប្រាវគឺឲ្យបិទឲ្យចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងរយៈពេល6សប្តាហ៍យ៉ាងយូរដោយអ្នកស្រី Caroline និយាយចឹងក្នុងពេលជាមួយគ្នាហ្នឹងអាមេរិកបានដាក់ចប់សុំកញ្ចប់ថវិកាទៅរដ្ឋសភា$200,000 លានសម្រាប់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះចឹងលុយនេះគឺច្រើនមែនតើបងប្អូន$200,000 លានស្មើនឹងថវិកានៅប្រទេសកម្ពុជាចាយ20ឆ្នាំគាត់ថាថវិកាសម្រាប់ដើម្បីទៅទប់គេហៅគ្រាប់រំសេវនិងសពាវុធអីព្រោះអីបាញ់មកប្រាវនេះអស់មកកណោដែរបងប្អូនគាត់ថាសង្គ្រាមតែប្រហែលថ្ងៃមួយអាទិត្យដំបូងអាមេរិកចំណាយលុយអស់ជាង$11,000 លានបាទមួយថ្ងៃចំណាយជាង$1,000 លានឬក៏ថា$1,000 លានជាងមួយថ្ងៃអញ្ចឹងគ្រាន់តែមួយអាទិត្យហ្នឹងអាមេរិកចាយលុយសម្រាប់ទ័ពដែលទម្លាក់គ្រាប់នៅអ៊ីរ៉ង់ហ្នឹងអស់ស្មើនឹងថវិកាជាតិកម្ពុជាជាង1ឆ្នាំដែលត្រូវចាយជាង1ឆ្នាំអាមេរិកទម្លាក់គ្រាប់តាមអាទិត្យទេអស់លុយប៉ុណ្ណឹងឥឡូវអាមេរិកត្រូវការលុយ$200,000 លានពីរដ្ឋសភាដើម្បីជួយបន្ថែមគ្រាប់រំសេវនិងគ្រឿងសពាវុធព្រោះអីអាមេរិកអះអាងថាបើអត់បានលុយប៉ុណ្ណឹងគឺវាខ្លាចអាស្តុកនៃគ្រាប់រំសេវហ្នឹងវាស្បើយដែរព្រោះអីជួយអ៊ីរ៉ង់ជួយអ៊ុយក្រែនច្រើនពេកអាមេរិកជួយអ៊ុយក្រែនច្រើនមែនយកគ្រាប់រំសេវទៅជួយអ៊ុយក្រែនវាយជាមួយរុស្ស៊ីដល់អញ្ចឹងខ្លួនត្រូវការដើម្បីផលិតឬក៏ស្តុកអាគ្រាប់រំសេវសពាវុធហ្នឹងបន្ថែមសុំសភា$200,000 លានដែលស្មើនឹងថវិកាជាតិកម្ពុជា20ឆ្នាំបើសិនជាលុយហ្នឹងយកមកឲ្យជួយកម្ពុជាបែររកស៊ីអីសោះ20ឆ្នាំគឺចាយចុះប៉ុន្តែឥឡូវនេះសភាកំពុងតែពិចារណាមិនដឹងថាតើបានយ៉ាងណាខ្ញុំជឿថា100%ខាងគណៈបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យច្បាស់ជាមិនព្រមតាមសំណើថវិកាហ្នឹងទេមានតែខាងសាធារណរដ្ឋរបស់លោកត្រាំតែប៉ុណ្ណោះដែលព្រមហើយទុកឲ្យគាត់ដោះស្រាយទៅគាត់ថារឿងនេះគាត់បញ្ជាក់បានថាសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាកាន់តែជិតបិទបញ្ចប់ប៉ុន្តែក៏មានរូបភាពមួយថាអាមេរិកបញ្ជូនទ័ពបញ្ជូនអីទៅមជ្ឈិមបូព៌ាបានន័យថាម៉េចគឺសន្ធាប់ឲ្យខ្លាំងវាយផ្ដាច់ព្រាត់ឬក៏យ៉ាងម៉េចបាទអញ្ចឹងយើងតាមដានរឿងនេះតទៅទៀតបងប្អូនហើយនៅក្នុងពេលនេះគឺខ្ញុំថាយប់ជ្រៅណាស់ទៅហើយព័ត៌មានដែលខ្ញុំបានសង្ខេបជូនបងប្អូនសន្មត់ចាប់ត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅរាត្រីស្អែកទៀតបាទរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីថ្ងៃចុងសប្តាហ៍បងប្អូននៅសហរដ្ឋអាមេរិកនិងនៅទីផ្សេងនៅថ្ងៃរះបាទសូមអរគុណសូមជម្រាបលា